តើពុកម៉ែបងប្អូនមកមើលពីសកម្មភាពបណ្ណាតមួងអស់គ្នាបន្ទាប់មកយើងតលាក់ហើយពុកម៉ែបងប្អូនបោះសូលបណ្ដាបោះដុំអិតបណ្ដាចវាយើងកែបន្តិចមកឲ្យវាតាំងមួងស្រួលលក់ដុំអិតតែតលាក់សូលហើយបងប្អូនចាំទៅដល់កន្លែងសាហើយ100 ម៉ែត្រសាបងប្អូនចាំតាមដានមើលវីដេអូនេះទាំងអស់គ្នាតើបានត្រីអត់បងប្អូនតើណាហើយបងប្អូនជួយខមមិនម្នាក់មួយបងប្អូនដែរបងប្អូនធ្លាប់បណ្ណាតមួងដូចស្រុកខ្ញុំអត់បងប្អូននេះចិត្តដល់កន្លែងសាយបងប្អូននេះសល់តែបន្តិចទៀតបានត្រីនៅក្នុងទុកក្រែលគ្រួសំហើយ4 5ហើយបាន2ឆូតមុនបាន4 5ក្បាលហើយតើបងប្អូនមើលសកម្មភាពសាមួងអស់នេះបានអត់ទេបងប្អូនមួងនេះអត់ឃើញមានបានមកមួយទេដែរបងប្អូននោះបានមួយបងប្អូនជាប់មួយហើយបានទៅឆ្វិនមួយហើយមួយទៀតហើយបងប្អូនបាន2ហើយតើបងប្អូនរាប់អស់គ្នាបានប៉ុន្មានមើលដល់ចប់វីដេអូបានប្រហែលបាទសាបណ្ដាហើយបានមួយទៀតហើយបងប្អូនបាន3ហើយ3ក្បាលហើយនៅទៀតសាទៀតអស់នៅសាច់មួងទៀតនោះបានមួយទៀតហើយបងប្អូន4ហើយបាន4ហើយអូជាប់សម្រាប់មកដោយតាមសាច់មួងបងប្អូនដោយសារទឹកវារៀងស្រកដែរត្រឡប់ជើងពេញត្រឡប់តលិនពេញទៅវាបងប្អូនទឹកវាហូរបោកទៅបោកមកចិត្តអស់ហើយបងប្អូនសល់បន្តិចទៀតទៅសាអស់ហើយដល់ស្វៀនល្មមហើយវីដេអូមានប៉ុណ្ណឹងឯងបងប្អូនអរគុណ